ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy ថ្ងៃនេះផងដែរយើងមកធ្វើការតាមដានជាមួយនឹងរឿង The Fragrant Flower របស់យើងបន្តទៀតចឹងកុំឲ្យខាតពេលយូរអីយើងនឹងធ្វើការតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាបន្តពីអេពីសូតមុនបន្ទាប់ពីរឿងរ៉ាវជាច្រើនដែលបានកើតឡើងរវាង Rintaro និង Valkyrie ក៏ដូចជា Savaru ទំនាក់ទំនងរបស់ពួកគេក៏ចាប់ផ្ដើមមានភាពល្អប្រសើរជាងមុនបន្តិចម្ដងប៉ុន្តែមានបញ្ហាមួយដែល Rintaro នៅតែមិនអាចដោះស្រាយបាននោះគឺមិត្តភក្តិជិតស្និទ្ធរបស់គាត់នៅសាលា Chidori នឹងនៅតែមិនទាន់ដឹងអំពីការពិតរវាងទំនាក់ទំនងរបស់គាត់ជាមួយនឹង Valkyrie ក៏ដូចជា Subaru ទេ Rintaro ដឹងថាគាត់មិនចង់លើករឿងនេះពីមិត្តភក្តិរបស់គាត់ទៀតទេព្រោះសម្រាប់ Rintaro មិត្តភក្តិរបស់គាត់គឺជាមនុស្សសំខាន់ណាស់ពីមុន Rintaro គឺគាត់ធ្លាប់ជាមនុស្សដែលមិនសូវមានអ្នកចូលចិត្តក៏ដូចជាអ្នកដែលចង់ចូលនៅជិតស្និទ្ធជាមួយគាត់ទេដោយសារតែរូបរាងរបស់គាត់ប៉ុន្តែក្រោយពីគាត់ចូលមកសាលា Chidori នឹងគាត់បានជួបជាមួយនឹង Sohi Saku ក៏ដូចជា Ayato នឹងពួកគេមិនបានវេតម្លៃគាត់តាមរូបរាងឡើយពួកគេបានទទួលស្គាល់ Rintaro និងយក Rintaro ជាមិត្តហើយធ្វើឲ្យគាត់មានអារម្មណ៍ថាទីបំផុតគាត់មានកន្លែងមួយដែលអាចហៅថាក្រុមឬក៏មិត្តភក្តិរបស់គាត់បានហើយដូច្នេះ Rintaro មិនចង់ឲ្យមានអ្វីលាក់លៀមរវាងពួកគេទៀតទេនៅពេលនោះនឹងគាត់ក៏បានទទួលសារពី Valkyrie ប្រាប់គាត់ថានាងសប្បាយចិត្តណាស់ដែល Subaru ឥឡូវនេះនាងយល់ថា Rintaro គឺជាមិត្តរបស់នាងហើយនាងអាចបន្តជួបគ្នាបានទៀតពេល Rintaro អានសារនោះនឹងគាត់ក៏គិតបានមួយយ៉ាងគឺគាត់សម្រេចថាគាត់នឹងប្រាប់មិត្តភក្តិរបស់គាត់អំពី Valkyrie និង Subaru ដោយខ្លួនឯងនៅថ្ងៃបន្ទាប់នឹង Sir Chidori កំពុងតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាប៉ុន្តែ Sohi ចាប់ផ្ដើមសង្កេតឃើញថា Rintaro នឹងគឺមានអ្វីមួយប្លែកជាធម្មតា Rintaro ជាមនុស្សដែលមានការផ្ដោតអារម្មណ៍ល្អហើយនៅពេលហាត់កីឡាគាត់ក៏មិនសូវមានបញ្ហាអ្វីដែរប៉ុន្តែថ្ងៃនេះគាត់មើលទៅដូចជាមានអារម្មណ៍ថាពិបាកនៅក្នុងចិត្តឬក៏ដេកតុកស៊ីកចឹង Sohi ចាប់ផ្ដើមសង្ស័យថា Rintaro នឹងគឺកំពុងលាក់រឿងអ្វីមួយដូច្នេះនឹង Sohi Saku និង Ayato នឹងក៏សម្រេចចិត្តតាម Rintaro បន្ទាប់ពីពួកគេនឹងចេញពីការសិក្សាឬក៏ចេញពីសាលាអញ្ចឹងទៅពួកគេមិននឹកស្មានថាអ្វីដែលពួកគេនឹងឃើញនឹងគឺធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងពលគឺ Rintaro បានទៅជួបមនុស្សពីរនាក់ហើយមនុស្សទាំងពីរនាក់នោះនឹងគឺ Valkyrie និង Subaru នៅពេលដែល Sohi Saku និង Ayato ឃើញសិស្សស្រីពីរនាក់ពីសាលា Kiyo នឹងពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេមិនចង់ឲ្យ Rintaro ដឹងថាពួកគេតាមមកទេដូច្នេះពួកគេក៏ទៅអង្គុយនៅតុមួយក្នុងហាងអាហារដែលនៅជិតកន្លែង Rintaro កំពុងអង្គុយដែរពួកគេចាប់ផ្ដើមស្ដាប់ការសន្ទនារបស់ Rintaro Valkyrie និង Subaru ដំបូង Rintaro សុំទោសដែលបានហៅពួកគេមកជួបម្ដងទៀតហើយ Valkyrie ភ្លាមៗក៏បានប្រាប់ថានាងសប្បាយចិត្តណាស់ដែលបានជួបគាត់ពេលនោះ Subaru ក៏សង្កេតឃើញថា Valkyrie មានអាកប្បកិរិយាខុសប្លែកពីធម្មតានៅពេលដែលនិយាយអំពី Rintaro ប៉ុន្តែ Rintaro មិនបានចាប់អារម្មណ៍ទៅលើរឿងនោះទេពលគឺ Rintaro នេះគឺមានរឿងសំខាន់មួយដែលចង់និយាយដែល Rintaro បានប្រាប់ Valkyrie ក៏ដូចជា Subaru ថាគាត់ចង់ប្រាប់មិត្តភក្តិរបស់គាត់អំពីពួកគេព្រោះគាត់មិនចង់លាក់លៀមអ្វីទៀតឡើយគាត់ចង់ឲ្យមិត្តភក្តិរបស់គាត់ដឹងថាគាត់កំពុងស្គាល់មនុស្សមកពីសាលា Kiyo ហើយគាត់ក៏ចង់ឲ្យពួកគេអាចស្គាល់ Valkyrie និង Subaru ដោយផ្ទាល់ផងដែរប៉ុន្តែ Rintaro គាត់មានការព្រួយបារម្ភដែលគាត់ខ្លាចថាមិត្តភក្តិរបស់គាត់នឹងមិនទទួលយកពួកគេហើយ Rintaro ក៏ចាប់ផ្ដើមនិយាយអំពីអតីតកាលរបស់ខ្លួនដែលគាត់នឹងគឺធ្លាប់ត្រូវមនុស្សជាច្រើនគិតចេញពីគាត់ដោយសារតែរូបរាងរបស់គាត់ធ្លាប់គិតថាប្រហែលជាគាត់នឹងត្រូវតែនៅម្នាក់ឯងជានិច្ចហើយប៉ុន្តែក្រោយពីគាត់ចូលទៅកាន់សាលា Chidori ទៅគាត់បានជួបជាមួយនឹង Sohi Saku និង Ayato ដែលពួកគេនឹងបានខ្លាចជាមិត្តរបស់គាត់ហើយធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់មានកន្លែងមួយដែលអាចគ្រួជាខ្លួនឯងបានហើយហេតុនេះហើយ Rintaro ចង់ឲ្យ Valkyrie និង Subaru នឹងក៏អាចមានទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់គាត់ដែរគាត់មិនចង់ឲ្យមនុស្សទាំងពីរក្រុមនឹងមើលមុខគ្នាមិនត្រង់ឬក៏មិនស្គាល់គ្នាដោយសារតែពួកគេមកពីសាលាខុសគ្នាហើយជាសាលាដែលមិនត្រូវគ្នាទេហើយ Valkyrie នឹងគឺនាងអត់បានគិតយូរទេនាងក៏យល់ព្រមភ្លាមនាងប្រាប់ Rintaro ថានាងជឿជាក់លើ Rintaro ហើយដោយសារតែ Rintaro នឹងជឿជាក់លើមិត្តភក្តិរបស់គាត់នាងក៏ជឿជាក់លើពួកគេដែរ Subaru ក៏ចាប់ផ្ដើមយល់អំពី Rintaro កាន់តែច្បាស់ហើយនាងគិតថា Rintaro គឺជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ខ្លាំងព្រោះមុនពេលធ្វើអ្វីមួយគាត់បានមកសួរនាងក៏ដូចជា Valkyrie ជាមុនហើយគាត់មិនបានបង្ខំឲ្យពួកគេធ្វើអ្វីទេនៅពេលនោះនឹង Rintaro ក៏មានអារម្មណ៍រំភើបហើយគាត់ដឹងថា Valkyrie និង Subaru បានទទួលយកគំនិតរបស់គាត់ប៉ុន្តែអ្វីដែល Rintaro មិនដឹងនោះគឺនៅតុកចិត្តនោះ Sohi Saku និង Ayato បានស្លាប់ឮអ្វីៗទាំងអស់ពួកគេបានឮពីមាត់ Rintaro ផ្ទាល់ថាគាត់ពិតជាចង់ឲ្យពួកគេខ្លាចជាផ្នែកមួយនៃជីវិតរបស់គាត់ពួកគេចាប់ផ្ដើមយល់ថា Rintaro មិនបានលាក់ពួកគេដោយសារតែបន្ទុកចិត្តឡើយផ្ទុយទៅវិញគាត់កំពុងតែព្យាយាមការពារទំនាក់ទំនងរបស់មនុស្សគ្រប់គ្នាបន្ទាប់ពីការជួបគ្នាបានបញ្ចប់ Rintaro Valkyrie និង Subaru ក៏ដើរទៅស្ថានីយ៍រថភ្លើងជាមួយគ្នាហើយ Subaru បានស្នើថានៅពេលក្រោយពួកគេគួរតែមានឱកាសជួបគ្នាទាំងជាមួយអ្នកនឹងដើម្បីឲ្យនាងអាចសុំទោសចំពោះរឿងដែលបានកើតឡើងនៅបណ្ណាល័យផងដែរដល់ចំណុចនេះអ្នកដែលអត់ដែលមើលរឿងនោះប្រហែលជាអត់សូវយល់ទេដោយសារតែអេពីសូតមុននឹងគឺខ្ញុំបានកាត់ខ្លាំងមែនទែនអញ្ចឹង sorry អ្នកទាំងអស់គ្នាខ្លាំងមែនទែនRintaro ក៏យល់ព្រមប៉ុន្តែពេលពួកគេកំពុងដើរនឹងស្រាប់តែមានក្រុមនឹងគឺបានមករើរាំងពួកគេស្គាល់ Rintaro តាមឯកសណ្ឋាន Chidori និងពណ៌សក់ទង់ដៃរបស់គាត់ពួកគេនិយាយថាពួកគេចង់និយាយជាមួយនឹង Rintaro មិនយល់ថាមានរឿងអីកើតឡើងទេប៉ុន្តែបន្តិចក្រោយមក Valkyrie ក៏សម្គាល់ឃើញមនុស្សពីរនាក់ដែលលាក់ខ្លួននៅក្បែរដើមឈើនោះ
គឺពួកគេជាក្រុមដែលធ្លាប់បង្កបញ្ហាជាមួយនឹង Rintaro កាលពីមុនពួកប្រុសៗពីរនាក់ហ្នឹងប្រហែលជាបានទៅប្រាប់គ្នារបស់ពួកគេហ្នឹងថា Rintaro នឹងបានធ្វើអ្វីជាមួយពួកគេកាលពីមុនដូច្នេះហ្នឹង Rintaro គឺមិនចង់បង្កចំនួនទេគាត់គ្រាន់តែចង់ឲ្យ Valkyrie និង Subaru ហ្នឹងគឺទៅដល់ស្ថានីយ៍រថភ្លើងដោយសុវត្ថិភាពប៉ុណ្ណោះប៉ុន្តែបញ្ហាកាន់តែធ្ងន់ឡើងហ្នឹងគឺនៅពេលដែលក្រុមនោះហ្នឹងចាប់ផ្ដើមនិយាយពាក្យមិនសមរម្យអំពី Valkyrie និង Subaru Rintaro ហ្នឹងបានឈរនៅមុខពួកគេហើយប្រាប់ថាគាត់នឹងនាំ Valkyrie ក៏ដូចជា Subaru ហ្នឹងទៅកាន់ស្ថានីយ៍រថភ្លើងសិនប៉ុន្តែពេលនោះហ្នឹងគឺស្រាប់តែមានដៃមួយចាប់មនុស្សដែលកំពុងមករំខាន Subaru ហើយអ្នកដែលចូលមកការពារនោះគឺ Sohi Rintaro គឺគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ហើយបន្ទាប់មកទៀតហ្នឹង Saku ក៏ដូចជា Ayato ក៏បង្ហាញខ្លួនដែរគេបានតាម Rintaro មកដល់ទីនេះហើយ Saku បានប្រាប់ Rintaro ឲ្យនាំ Valkyrie និង Subaru ឲ្យទៅស្ថានីយ៍រថភ្លើងទៅហើយគាត់និងអ្នកផ្សេងទៀតនឹងដោះស្រាយបញ្ហានៅទីនេះហើយ Rintaro ស្ទាក់ស្ទើរបន្តិចប៉ុន្តែចុងក្រោយគាត់ក៏យល់ព្រមមុនពេលចាក់ចេញនេះ Rintaro ប្រាប់មិត្តភ័ក្តិរបស់គាត់ថាគាត់នឹងប្រាប់ពួកគេគ្រប់យ៉ាងនៅពេលសមរម្យពេល Rintaro ចាក់ចេញទៅនឹង Saku ក៏ដើរទៅរកក្រុមនោះហើយពេលនោះពួកគេក៏បាននិយាយអ្វីមួយដែលធ្វើឲ្យ Saku និង Sohi ក៏ដូចជា Ayato នឹងភ្ញាក់ផ្អើលពួកគេបានប្រាប់ថាពួកគេគឺជាមនុស្សដែលធ្លាប់ធ្វើឲ្យ Rintaro រងរបួសនៅពេលមុនហើយ Rintaro មិនដែលប្រាប់មិត្តភ័ក្តិរបស់គាត់អំពីរឿងនេះទេ Ayato នឹងមើលទៅគឺជាមនុស្សដែលធម្មតាហើយស្ងប់ស្ងាត់និងមិនចូលចិត្តបង្កចំនួនទេហើយគាត់ស្រាប់តែបដិអាកប្បកិរិយាដែលគាត់នឹងបានដាក់កាបូបចុះហើយដើរទៅមុខហើយ Ayato មិនចង់ឲ្យនរណាម្នាក់ធ្វើបាបមិត្តរបស់គាត់ឡើយហើយបន្ទាប់មកទៀតនឹងបញ្ហារបស់ពួកគេក៏បានបញ្ចប់អញ្ចឹងទៅបន្ទាប់ពីរឿងទាំងអស់នឹងបានចប់ Saku និង Sohi ស្ទើរតែមិនជឿលើខ្លួនឯងទេហើយ Ayato ប្រាប់ថាជាធម្មតាគាត់ចូលចិត្តដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែបើសិនបើនរណាម្នាក់ធ្វើឲ្យមិត្តភ័ក្តិរបស់គាត់រងរបួសហើយអានឹងវាគឺជារឿងផ្សេងទៀតហើយមុនពេលចាក់ចេញ Ayato ក៏និយាយអំពី Rintaro គាត់ប្រាប់ថា Rintaro មិនមែនជាមនុស្សដែលគួរឲ្យមើលងាយនោះទេវិញ Rintaro គឺជាមនុស្សដែលអស្ចារ្យបំផុតនៅថ្ងៃបន្ទាប់ព្រឹត្តិការណ៍កីឡារបស់សាលា Chidori ក៏ចាប់ផ្ដើមហើយ Rintaro នៅតែមានអារម្មណ៍ថាពិបាកចិត្តតុកសិចអញ្ចឹងណាព្រោះតែសារតែគាត់នឹងមិនដឹងថាមិត្តភ័ក្តិរបស់គាត់នឹងបានជួបរឿងអីខ្លះទេនៅពេលដែលប្រកួត baseball នឹង Rintaro មិនអាចលេងបានល្អដូចធម្មតាទេហើយគាត់វាយមិនបានល្អហើយមិត្តភ័ក្តិរួមក្រុមរបស់គាត់នឹងក៏ចាប់ផ្ដើមព្រួយបារម្ភបន្តិចម្ដងប៉ុន្តែនៅពេលការប្រកួតឈានដល់ពេលសំខាន់ Rintaro ត្រូវបានចូលមកវិញម្ដងទៀតលើកនេះ Saku មិនបានសង្ស័យលើគាត់ទេហើយ Saku ជឿជាក់លើ Rintaro ទាំងស្រុងហើយការជឿជាក់របស់មិត្តភ័ក្តិបានធ្វើឲ្យ Rintaro នឹងប្រមូលអារម្មណ៍របស់គាត់ឡើងវិញពលគឺគាត់មានកម្លាំងចិត្តអញ្ចឹងណា Rintaro បានវាយបាល់បានយ៉ាងល្អហើយបាល់ក៏ហោះទៅឆ្ងាយ Rintaro បានជួយក្រុមរបស់គាត់ឲ្យឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយនៅពេលដែលគាត់រត់ជុំវិញទីលាននឹងគាត់មើលទៅលើមេឃហើយមានអារម្មណ៍ថាអ្វីៗប្រហែលជាចាប់ផ្ដើមផ្លាស់ប្ដូរហើយ Rintaro នឹងក៏មិនចង់ឲ្យមនុស្សសំខាន់ទាំងនេះនឹងបែកចេញពីគ្នាឡើយហើយនៅចុងអេពីសូតទី7នេះមានរូបថតមួយដែលបង្ហាញថា Rintaro, Sohi, Saku និង Ayato នឹងកំពុងញញឹមដាក់គ្នាវាហាក់ដូចជារូបថតធម្មតាមួយប៉ុន្តែសម្រាប់ Rintaro វាមានន័យខ្លាំងណាស់ព្រោះកាលពីមុនគាត់ធ្លាប់គិតថាមនុស្សគាត់នឹងគឺនឹងត្រូវតែនៅម្នាក់ឯងហើយតែពេលនេះគាត់មានមិត្តភ័ក្តិដែលជឿទុកចិត្តលើគាត់ហើយនៅពេលខាងមុខនឹងពួកគេក៏នឹងមានឱកាសជួប Valkyrie ក៏ដូចជា Subaru ដោយផ្ទាល់ជញ្ជាំងរវាងសាលា Chidori និងសាលា Kiyo នឹងគឺនៅតែមានប៉ុន្តែសម្រាប់ Rintaro ជញ្ជាំងនោះមិនអាចរារាំងមនុស្សដែលគាត់យកចិត្តទុកដាក់បានទៀតឡើយអូខេអ្នកទាំងអស់គ្នាចឹងសម្រាប់អេពីសូតនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់នៅក្នុងរឿងពេញគឺវាជាអេពីសូតទី7ចឹងនៅក្នុងភាគនេះគឺខ្ញុំយកតែមួយអេពីសូតនឹងមកសង្ខេបទេដោយសារតែខ្ញុំចង់ធ្វើឲ្យវាបានក្បោះក្បាយជាងរាល់ដងចឹងទៅដោយសារតែរាល់ដងខ្ញុំដឹងថាខ្ញុំកាត់ច្រើនពេកអ្នកទាំងអស់គ្នានិយាយទៅខ្ញុំទទួលស្គាល់ដែរថារាល់អេពីសូតនេះគឺខ្ញុំកាត់ច្រើនពេកប៉ុន្តែសម្រាប់ពីអេពីសូតនេះទៅគឺខ្ញុំនឹងព្យាយាមធ្វើឲ្យយឺតឲ្យវាថាឲ្យវាមានសាច់រឿងក្បោះក្បាយឲ្យអ្នកទាំងអស់គ្នាស្រួលមើលជាងហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកទាំងអស់គ្នានឹងពេញចិត្តកុំភ្លេច like subscribe មកលើ channel របស់ខ្ញុំម្នាក់មួយហើយបើអ្នកទាំងអស់គ្នាមាន comment អីអាចធ្វើការ comment នៅខាងក្រោមបានហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ